សិនរីចាប់ដើមស្គាល់អារម្មណ៍មួយថាគាត់អស់គ្រប់យ៉ាងដូចកាលពីមុនអញ្ចឹងដូចកាលពីមន្ត្រីអស់គ្រប់យ៉ាងអញ្ចឹងអ្នកនរគ្នាចាក្រុមហ៊ុនក៏អស់គ្រួសារក៏កំពុងតែវឹកវរញ៉ៃញ៉ៃអញ្ចឹងអ្នកនរគ្នាចាអ្នកគ្នាហើយសម្រាប់ឈុតនេះវិញយើងឃើញថាជាតទៅជាមួយនឹងបងស្រីរបស់ហេងចាគាត់កំពុងតែលក្ខណៈថាខឹងជាមួយនឹងផាន់ដោយសារផាន់ហ្នឹងក៏ចង់ធ្វើអ្វីដោយសារពេលនេះគឺផាន់ចង់រឿងសម្ភារៈឬក៏កៅអៅអីវិជិះពីផ្ទះផ្លេងរស់នៅជាមួយនឹងប្រពន្ធគាត់ទៀតដែរអ្នកគ្នាដោយសារប្រពន្ធគាត់ឥឡូវគឺពិបាកមើលខ្លាំងមែនតើចាពេលហ្នឹងគឺប្រពន្ធគាត់ខ្វល់ឲ្យតាណាអញ្ចឹងណាអ្នកគ្នាហើយសម្រាប់ឈុតមួយទៀតគឺប្អូនស្រីរបស់ស៊ីនារីចាគាត់បានមកជួបជាមួយនឹងបងស្រីរបស់ហេងពេលហ្នឹងគាត់បាននិយាយថាគាត់អាចបានប្តីរបស់គាត់ទៀតទេប៉ុន្តែគាត់ចង់សងសឹកចាដោយសារស្នាមមុខរបស់គាត់នៅលើមុខហ្នឹងគឺដោយសារតែស្នាដៃបងស្រីរបស់ហេងគាត់ធ្វើអញ្ចឹងពេលហ្នឹងគឺធ្វើឲ្យមានការឆ្លោះប្រកែកគ្នាហើយក៏បានថាជាបងស្រីរបស់ហេងហ្នឹងក៏ត្រូវបានឡានីហ្នឹងធ្វើបាបដែរអ្នកគ្នាព្រោះអ្នកគ្នាខ្ញុំអត់ចាប់អារម្មណ៍អីទេតែដឹងថាក្នុងគ្រូហ្នឹងគឺអញញ៉ៃខ្លាំងមែនតើសូម្បីតាផានហ្នឹងក៏ត្រូវឡានបុកដែរអ្នកគ្នាអញ្ចឹងអ្នកគ្នាចាំមើលឈុតបន្ទាប់គឺមានអារម្មណ៍ថាវាដូចជាវឹកវរខ្លាំងមែនតើរឿងហ្នឹងហើយសម្រាប់ឡានីវាអត់ដឹងថាតើគាត់ជួបរឿងអីហើយម៉ាក់របស់ស៊ីនារីមានរឿងអីទេព្រោះសម្រាប់ឈុតបន្ទាប់នេះគឺឃើញថាស៊ីនារីកាន់តុងអ្នកគ្នាពាក់កៅអៅសអញ្ចឹងណាហើយក៏ពេលហ្នឹងគឺមន្ត្រីក៏បានចូលរួមក្នុងបុណ្យសពនឹងដែរហើយក៏បាននិយាយថាគាត់សុំទោសហើយគាត់ក៏សុំការអធិស្ឋានគាត់ក៏ចូលរួមរំលែកទុក្ខផងដែរពេលហ្នឹងគឺស៊ីនារីគាត់បាននិយាយថាពាក្យសុំទោសប៉ុណ្ណឹងមិនអាចធ្វើឲ្យការបាត់បង់មកគាត់ក្លាប់មកវិញបានទេចឹងគាត់ពិតជាខឹងខ្លាំងមែនតើចាគាត់បានសន្យាខ្លួនឯងថាគាត់នឹងធ្វើឲ្យគ្រួសាររបស់មន្ត្រីហ្នឹងគឺឈឺចាប់ដូចគ្នាដល់ឡែកអ្នកគ្នាខ្លួននេះវិញគឺហេងកំពុងតែត្រូវបានលក្ខណៈថាពួកកម្ចីអនឡាញហ្នឹងមករករឿងគាត់ចឹងទៅហើយពេលហ្នឹងគាត់ក៏បានជួបគ្នាជាមួយមន្ត្រីថាហេតុអីបានជាមន្ត្រីធ្វើឲ្យគាត់ជួបរឿងបែបហ្នឹងចឹងណាអ្នកគ្នាពេលហ្នឹងគឺមន្ត្រីហើយនឹងហេងក៏បានឆ្លុះប្រកែកគ្នាហើយចន្លោះពេលហ្នឹងផងដែរគឺសុនក៏បានមកជួយសង្គ្រោះឬក៏ជួយការពារមន្ត្រីផងដែរអ្នកគ្នាចឹងអ្នកគ្នាកុំភ្លេចចង់ដឹងថាភាពបន្ទាប់តើរឿងហ្នឹងគឺជាភាពបញ្ចប់ឬយ៉ាងណាអ្នកគ្នា